ថ្ងៃដែលកូនកៅអីឈើពណ៌ផ្ទៃមេឃដឹងក្តីលើកដំបូងវាប្រទះឃើញថាខ្លួនវាកំពុងស្ថិតនៅក្នុងបន្ទប់តូចមួយរបស់ក្មេងស្រីម្នាក់ដែលមានមុខមាត់គួរឲ្យស្រឡាញ់កៅអីឈើនោះតែងតែគិតថាក្មេងស្រីម្នាក់នេះគឺជាម្ដាយរបស់វាជារៀងរហូតមកហេតុនេះហើយទើបវាគោរពស្រឡាញ់ក្មេងស្រីម្នាក់នោះយ៉ាងអស់ពីចិត្តពីថ្លើមវាពេញចិត្តនឹងឲ្យក្មេងស្រីនោះអង្គុយលេងសប្បាយៗលើខ្លួនវានៅពេលនាងហត់នឿយឬចង់អង្គុយគូររូបចំណែកឯក្មេងស្រីនោះក៏បានស្រឡាញ់វាខ្លាំងណាស់ដែរគឺជារៀងរាល់ថ្ងៃនាងតែងតែជូតសម្អាតស្ទាបអង្អែលថ្នាក់ថ្នមកៅអីឈើនោះជានិច្ចថ្ងៃមួយនៅពេលក្មេងស្រីកំពុងតែលាយពណ៌គូររូបស្រាប់តែកូនកៅអីតូចនិយាយមកកាន់ក្មេងស្រីថាខ្ញុំចង់ឲ្យខ្លួនខ្ញុំមានពណ៌ក្រហមខ្លាំងណាស់តើអ្នកអាចជួយដូរពណ៌ឲ្យខ្ញុំបានដែរឬទេក្មេងស្រីនៅស្ងៀមមួយស្របក់រួចក៏ឆ្លើយមកកាន់កៅអីថាខ្ញុំប្រហែលជាមិនអាចដូរពណ៌ឲ្យឯងបានទេហេតុអ្វីទៅអ្នកជាម្ដាយខ្ញុំអ្នកធ្វើឲ្យមានពណ៌ផ្ទៃមេឃបានហេតុនេះអ្នកគួរតែអាចដូរពណ៌ខ្ញុំទៅជាពណ៌អ្វីផ្សេងទៀតក៏បានដែរខ្ញុំមិនមែនជាម្ដាយរបស់ឯងទេព្រោះខ្ញុំមិនមែនជាអ្នកធ្វើឲ្យអ្នកឯងកើតមកឡើយក្មេងស្រីប្រកែកអញ្ចឹងតាមម្ដាយខ្ញុំជានរណាទៅវិញកូនកៅអីតូចស្រែកសួរទាំងភ្ញាក់ផ្អើលគឺអ្នកដែលធ្វើឲ្យឯងមានពណ៌ផ្ទៃមេឃនោះអីថ្នាំពណ៌នៅក្នុងប្រអប់មួយក៏ឆ្លើយជំនួសបើអញ្ចឹងម្ដាយរបស់ឯងគឺជាជាងលាបពណ៌ក្មេងស្រីនិយាយខ្ញុំចង់ជួបម្ដាយរបស់ខ្ញុំខ្លាំងណាស់កៅអីឈើពណ៌ផ្ទៃមេឃអង្វរសុំឲ្យក្មេងស្រីជួយឥឡូវនេះខ្ញុំនឹងនាំឯងទៅរកម្ដាយរបស់ឯងក៏បានដែរក្មេងស្រីនិយាយបណ្ដើប្រមូលពណ៌និងរូបទុកដាក់បណ្ដើរួចក៏ចាកចេញពីបន្ទប់ទៅជាមួយកៅអីឈើពណ៌ផ្ទៃមេឃដើម្បីជួយរកម្ដាយឲ្យវាខ្ញុំនាំឯងទៅផ្ទះជាងលាបពណ៌ហើយឯងសួរគេខ្លួនឯងទៅថាគេគឺជាម្ដាយរបស់ឯងមែនឬក៏មិនមែនក្មេងស្រីប្រាប់នៅពេលអ្នកទាំងពីរដើរទៅបានមួយសន្ទុះក៏ទៅដល់ផ្ទះរបស់ជាងលាបពណ៌ដែលកំពុងតែលាបពណ៌ឲ្យកៅអីជាច្រើនពេញក្នុងរោងក្មេងស្រីខ្សឹបប្រាប់គេជាមនុស្សប្រុសគេមិនមែនជាម្ដាយរបស់ឯងទេកូនកៅអីតូចនិយាយសួរបែបអស់សង្ឃឹមអញ្ចឹងតើនរណាទៅជាម្ដាយខ្ញុំសាកសួរគេលើមើលសិនក្មេងស្រីនិយាយប្រាប់ព្រមទាំងដើរចូលទៅជជែកជាមួយជាងលាបពណ៌មួយសន្ទុះហើយនាងដើរចេញមកវិញខ្ញុំដឹងហើយថាតើនរណាគឺជាអ្នកបង្កើតឯងមកតាមពិតទៅគេគឺជាជាងឈើឯណោះទេនាងនិយាយប្រាប់ព្រមទាំងបបួលកៅអីឈើពណ៌ផ្ទៃមេឃធ្វើដំណើរទៅកាន់ផ្ទះរបស់ជាងឈើជាបន្តគេទាំងពីរធ្វើដំណើរមួយសន្ទុះធំក៏បានទៅដល់ផ្ទះជាងឈើម្នាក់ប៉ុន្តែជាងឈើនោះគឺជាមនុស្សប្រុសទៀតពេលនេះកៅអីតូចសម្លឹងមើលក្មេងស្រីដោយក្តីអស់សង្ឃឹមក្រៃលែងដែលមិនបានជួបម្ដាយតាមការតាំងចិត្តគេអាចជាឪពុករបស់ឯងក៏បានដែរក្មេងស្រីលួងលោមហើយទោះបីជាមិនមែនគេក៏គួរតែស្គាល់ម្ដាយរបស់ឯងដែរគឺអាចអញ្ចឹងដែរកៅអីតូចនិយាយដោយមានក្តីសង្ឃឹមឡើងវិញបើអញ្ចឹងខ្ញុំសាកចូលទៅសួរគាត់លើមើលក្មេងស្រីប្រាប់ព្រមទាំងដើរទៅជជែកជាមួយជាងឈើមិនយូរប៉ុន្មាននាងក៏ដើរចេញមករកកូនកៅអីវិញដោយទឹកមុខស្ងួតជាងឈើមិនស្គាល់ម្ដាយរបស់ឯងទេប៉ុន្តែជាងឈើប្រាប់ថាគាត់យកឈើពីព្រៃមកផ្សំគុំគ្នាคล้ายខ្លួនជាឯងតែម្ដងណាស់ហើយ
ជួនកាលយើងប្រហែលជាអាចជួបម្ដាយរបស់ឯងនៅឯព្រៃឯនោះទេដឹងកៅអីឈើអង្វរក្មេងស្រីម្ដងទៀតបើអញ្ចឹងឯងជួយនាំខ្ញុំទៅតាមរកម្ដាយនៅឯព្រៃនោះទៀតបានដែរឬទេបានក្មេងស្រីនិយាយឆ្លើយយល់ព្រមហើយបាននាំកៅអីតូចទៅក្នុងព្រៃអ្នកទាំងពីរដើររកម្ដាយរបស់កៅអីឈើរហូតដល់មានអារម្មណ៍ថាហត់នឿយនិងអស់កម្លាំងចិត្តដែលមិនអាចរកម្ដាយរបស់កៅអីឈើជួបហេតុនេះពួកគេក៏អង្គុយសម្រាកនៅក្រោមដើមឈើធំមួយពួកឯងទៅណានឹងសំឡេងរបស់ស្វាមួយក្បាលដែលកំពុងតែលោតចុះលោតឡើងលើមែកឈើស្រែកសួរពួកយើងកំពុងតាមរកម្ដាយរបស់កៅអីឈើក្មេងស្រីឆ្លើយតបព្រមទាំងយកដៃជូតញើសដែលបែកចេញមកឡើងសើមជោគអាវអស់ទៅហើយឯងគិតទៅតាមរកនៅឯណាទៅស្វាសួរដោយក្តីងឿងឆ្ងល់ជាងឈើបានប្រាប់ថាគាត់កាប់ឈើនៅក្នុងព្រៃនេះយកទៅធ្វើកៅអីតូចហេតុនេះយើងក៏សាកមកតាមរកមើលនៅទីនេះទៅអ្នកឯងធ្លាប់ឃើញម្ដាយរបស់កៅអីឈើដែរឬទេក្មេងស្រីសួរផងពន្យល់ផងដើមឈើពេញព្រៃយ៉ាងនេះតើឯងទៅរកឯណាឃើញចុះតើឯងនៅជាមួយក្មេងស្រីម្នាក់នេះមានសេចក្តីសុខដែរឬទេស្វាសួរទៅកៅអីឈើដែលចាប់ផ្ដើមយំខ្សឹកខ្សួលជំនួសឲ្យការឆ្លើយសំណួរកៅអីឈើនៅស្ងៀមមួយសន្ទុះធំក៏និយាយឡើងថាមានច្រើនទៀតផងខ្ញុំស្រឡាញ់ក្មេងតូចដ៏គួរឲ្យស្រឡាញ់ម្នាក់នេះណាស់ហើយនាងក៏ស្រឡាញ់ខ្ញុំដូចគ្នាដែរបើអញ្ចឹងឯងមើលទៅក្មេងស្រីម្នាក់នឹងទៅនាងត្រូវបន្លាទាក់ឲ្យរហែកសម្លៀកបំពាក់ដ៏ស្រស់ស្អាតរបស់នាងអស់ទៅហើយជើងរបស់នាងក៏មានចេញឈាមញើសក៏ហូរចេញមកពេញខ្លួនសក់ដែលធ្លាប់តែមានបូចងឥឡូវក៏ធ្លាក់រទេរតាយហើយការដែលក្មេងស្រីម្នាក់នេះសុខចិត្តហត់នឿយដល់ម្លឹងគឺព្រោះតែឯងប៉ុណ្ណោះសត្វស្វាប្រាប់ព្រមទាំងចង្អុលទៅក្មេងស្រីតូចល្អិតដែលពេលនេះផ្ទៃមុខនាងមើលទៅពោពេញដោយក្តីនឿយហត់ជាខ្លាំងក្មេងស្រីឆ្លើយព្រមជាមួយនឹងស្នាមញញឹមមិនអីទេហត់នឿយប៉ុណ្ណាក៏មិនអីដែរខ្ញុំធ្វើដើម្បីកៅអីតូចបានពុទ្ធោខ្ញុំសោកស្ដាយណាស់ដែលធ្វើឲ្យនាងខ្លាចជាបែបនេះកៅអីឈើឧទានដោយក្តុកក្តួលក្នុងចិត្តតើខ្ញុំកំពុងតែធ្វើស្អីនឹងខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់និងស្រឡាញ់ខ្ញុំនៅទីនេះទៅហើយប៉ុន្តែខ្ញុំបែរជាមើលមិនឃើញហើយធ្វើឲ្យគេរងទុក្ខលំបាកទៅទៀតទោះជាខ្ញុំរកម្ដាយពិតប្រាកដមិនជួបក៏ដោយតែខ្ញុំក៏មានមនុស្សសំខាន់បំផុតនៅទីនេះស្រេចទៅហើយដែលទេតើកៅអីតូចពោលទាំងស្រក់ទឹកភ្នែកហើយបបួលក្មេងស្រីធ្វើដំណើរត្រឡប់ទៅផ្ទះដ៏កក់ក្ដៅរបស់ពួកគេវិញជួនកាលយើងគិតតែពីខំស្វះស្វែងនិងផ្ដល់សារៈសំខាន់ចំពោះរបស់ផ្សេងដែលនៅឆ្ងាយពីខ្លួនដោយភ្លេចគិតថារបស់សំខាន់បំផុតស្ថិតនៅក្បែរខ្លួនតែបែរជាមើលមិនឃើញ